ស្រព្រៃកបាសមាន13ឃុំនិង100ដប់ភូមិប្រជាជនមួយភាគធំធ្វើស្រែចម្ការជាចម្បងមុខរបរកសិកម្មមិនដែលរំលងដោយស្នេហ៍អូននិងបងមិនអាចអត់គ្នាបានឡើយអោទឹកដីព្រៃកបាដ៏ស្រស់ត្រកាលនៃខេត្តតាកែវសពថ្ងៃប្រជាជនរស់នៅមានមោទនភាពពេលក្រៃមានផ្លូវថ្មីអ្វីក៏រីកចម្រើនលូតលាស់លើគ្រប់វិស័យមានសាលារៀនមន្ទីរពេទ្យនិងវត្តអារាមគ្រប់ទីកន្លែងដែលមនុស្សរស់នៅរំលឹកស្នេហ៍បងនៅឃុំព្រៃកបាឆ្លងស្កាត់មកជួបអូននៅឃុំព្រៃវាផ្លូវឆ្ងាយប៉ុណ្ណាក៏ចិត្តចង់ឲ្យស្រីមេត្តាមើលមកបងវិញផងឃុំកំពុងរៀបជាទីស្នេហ៍ដំបងចំណែកឃុំពោរំចាក៏ផ្អែមល្ហែមស្នេហ៍ស្មោះមិនប្រែប្រួលលួចទឹកហូរក្នុងស្ទឹងទៅឃុំអងកាញ់និងឃុំបានកាមច្រំណាត់កាលបន្តនៃស្នេហាយើងទាំងពីរទោះបីត្រូវឆ្លងកាត់ឧបសគ្គប៉ុណ្ណាក៏មិនញញើតឲ្យតែបានជួបនឹងនៅក្បែរអូនឃុំចានិងឃុំចំបាយើងធ្លាប់ចរចាគ្នាប្រឡែងឯឃុំកំពែងយើងធ្លាប់សាសងឆ្លៃឆ្លងស្នេហាខ្នែខ្លាញ់និងឃុំខ្តាញ់គឺជាសំណាញ់បេះដូងស្នេហ៍ស្មោះដ៏ជ្រាលជ្រៅស្ថិតថេរចង់ជាចំណងមេត្រីភាពមិនរលាយជារៀងរហូតទៅអង្កាញ់យោនៅបងដាទៅដល់បានកាមចំប៉ាចិត្តចាំងស្នេហ៍ស្លងវាមកទៅដល់ឃុំចាកំពែមប្របនឹងកំពង់រៀបសែនឆ្ងាយកាយក្តាញ់ចិត្តស្នេហាអូរំចាក់នៅព្រៃក្បាស់ក៏លើតែស្នេហ៍ព្រៃយល់វាព្រៃផ្ដៅស្នូរហូតដល់តាំងយ៉ាតំណាងស្នេហ៍ស្មោអេបប្រៃព្រួលឡាយបងនៅផារុសាហ្វ្រីដែលយើងទាំងពីរបានឆ្លងកាត់ជាមួយគ្នានៅគ្រប់ទីកន្លែងទាំងអស់នោះព្រៃផ្ដៅនៅឃុំស្នោគឺជាសោចាក់បេះដូងបងនឹងកូនមិនណយសាប្រលាភ្នៅនប់សាព្រៃលវាជុំក្រោយយើងបានជួបជុំរៀបការនឹងគ្នាលើឃុំតាំងយ៉ាមនៃស្រុកព្រៃកបាស់ខេត្តតាកែវស្រមោលឃុំទាំង13នៃស្រុកព្រៃកបាស់ជាសាក់សៃសាយើងទាំងពីររួមមានដូចជាព្រៃកបាស់អង្កាញ់កំពុងរៀបតំយ៉ាប់នឹងគុណស្នោបានដឹងឮរឿងយើងទាំងទីដីព្រៃកបាខាងជើងចិត្តជាប់នឹងស្រុកបាពីខាងកាប់មុននេះជាប់នឹងស្រុកកោះទុំខេត្តកំតាលខាងលិចជាប់នឹងសំរងថ្ងៃទីខាងពួងជាប់នឹងស្រុកអង្គរបូរីស្រុកមានចំណាស់យូរលងឆែនសម័យវាខ្សែតូចធំបៃតងខ្ចីមើលទៅមានក្លៅថ្នោតខ្វាក់ខ្វាយទឹកភ្លើងគ្រប់ទីកន្លែងអល់ទេក្រៃសោមពើចាព្រៃលាសៃវាផ្សាឆែកលបានញិលបីនោះស្នាពូអជីវភាពបវញញឹមបបអូរស់ដោយសន្តិភាព